សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកនរគ្នាអំពីរបៀបទិញ like នៅលើ post ក្នុង Facebook ជាមួយនឹង website បង SMM ជាដំបូងអ្នកនរគ្នាចូលកាន់ Chrome យើងមកបន្តមកអ្នកនរគ្នា search ឈ្មោះ website របស់យើងដែលមានឈ្មោះថាបង smm.com នៅពេលជាបែបនេះហើយសូមអ្នកនរគ្នាវាយ username និង password ចូលសម្រាប់អ្នកដែលមិនទាន់ចូលឈ្មោះនៅលើ website របស់យើងខ្ញុំអ្នកនរគ្នាអាចស្វែងរកពីរបៀបចូលឈ្មោះបានដែលមាននៅលើ channel YouTube ឈ្មោះថាបង SMM ហើយលើខ្ញុំសូមវាយ username និង password ចូលអ្នកនរគ្នាបន្តមកចុច sign in បន្ទាប់ពីចុច sign in ហើយជាបែបនេះសូមអ្នកនរគ្នាក្រឡេកមកកន្លែងនេះមកសូមអ្នកនរគ្នាយកពាក្យថា Facebook នេះអ្នកនរគ្នាចុចលើនឹងមកបន្តមកកន្លែង category នេះសូមអ្នកនរគ្នាចុចលើនឹងមួយសូមអ្នកនរគ្នាយកពាក្យថា Facebook post like នេះមកអ្នកនរគ្នាចុចលើនឹងមកបន្តមកកន្លែង service នេះសូមអ្នកនរគ្នាចុចលើនឹងមួយមកសូមអ្នកនរគ្នាជ្រើសរើស service មួយណាដែលអ្នកនរគ្នាពេញចិត្តខ្ញុំសូមបញ្ជាក់អ្នកនរគ្នាផងដែរថា service នេះមានតម្លៃកាន់តែខ្ពស់នៅសេវាកម្មកាន់តែល្អកាន់តែរហ័សអ្នកនរគ្នា service គឺខុសៗគ្នាអ្នកនរគ្នាលើខ្ញុំសូមយក service លើគេនេះចុះអ្នកនរគ្នាចុចលើនឹងមកបន្តមកកន្លែង link នេះសូមអ្នកនរគ្នាចូលទៅកាន់ Facebook របស់អ្នកនរគ្នាដើម្បីយក link យកមកផាសហើយលើខ្ញុំសូមចូលមកកាន់ Facebook របស់ខ្ញុំអ្នកនរគ្នាបន្តមកចុចលើ tray 3មកអ្នកនរគ្នាលើ tray 3នេះបន្តមកចុចលើ profile មកអ្នកនរគ្នាបន្តមកសូមអ្នកនរគ្នាអស់ចូលទៅក្រោមរក post មួយណាដែលអ្នកនរគ្នាចង់ធ្វើការ boost អ្នកនរគ្នាលើខ្ញុំសូមធ្វើការ boost ទៅលើ post មួយនេះចុះអ្នកនរគ្នាបន្តមកសូមអ្នកនរគ្នាចុចលើចុច3នេះមកអ្នកនរគ្នាយកពាក្យថា copy link នេះមកអ្នកនរគ្នាចុចលើ copy link ហ្នឹងមកបន្ទាប់ពី copy link ហើយសូមអ្នកនរគ្នាត្រឡប់ចូលទៅកាន់ website របស់យើងវិញកន្លែង link នេះសូមអ្នកនរគ្នាចុចលើនឹងចូលមកនឹងចេញពាក្យថាផាបែបនេះអ្នកនរគ្នាសូមអ្នកនរគ្នាចុចលើពាក្យថាផាហ្នឹងមកបន្តមកកន្លែងនេះគឺជាចំនួន like ដែលអ្នកនរគ្នាចង់ធ្វើការបូសអ្នកនរគ្នាខ្ញុំសូមបញ្ជាក់អ្នកនរគ្នាផងដែរថាចំនួនយ៉ាងតិចគឺ50អ្នកនរគ្នាចំនួនច្រើនបំផុតគឺ 500k អ្នកនរគ្នាហើយលើខ្ញុំសូមធ្វើការដាក់ចំនួន50ចុះអ្នកនរគ្នា50 like តម្លៃត្រឹមតែ5សេនប៉ុណ្ណោះអ្នកនរគ្នាបន្តមកសូមចុច submit បន្ទាប់ពីចុច submit ហើយជាបែបនេះនៅការបូសរបស់អ្នកនរគ្នានឹងទទួលបានជោគជ័យសូមអ្នកនរគ្នារងចាំចន្លោះពី1នាទីទៅ1ម៉ោងនៅ like របស់អ្នកនរគ្នានឹងធ្វើការកើនឡើងប្រសិនបើអ្នកនរគ្នាចង់ឆែកមើលសេវាកម្មទៅតែបានបញ្ជាទិញបាញ់មិញសូមអ្នកនរគ្នាចុចលើ tray 3នេះមកយកពាក្យថា order នេះអ្នកនរគ្នានេះអ្នកនរគ្នាសេវាកម្មទៅតែបានបញ្ជាទិញបាញ់មិញគឺនៅខាងលើគេនេះសូមអមមកឆ្វេងមកនេះអ្នកនរគ្នាប្រសិនបើចេញបែបនេះគឺសេវាកម្មកំពុងតែដំណើរការឲ្យអ្នកនរគ្នាប្រសិនបើចេញពាក្យ complete បែបនេះគឺសេវាកម្មដំណើរការជោគជ័យ 100% ឲ្យអ្នកនរគ្នាសូមអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ